ចានេះគឺយើងភ្ជាប់ជាមួយនឹង Wi-Fi អញ្ចឹងបងចូល setting បន្ទាប់ពីចូល setting ហើយយើងត្រូវតែចូល setting ម្ដងទៀតអញ្ចឹងអូខេលើ setting ម្ដងទៀតនឹងមកពេលដែលអូខេហើយយើងប្រកាសជាឃើញនេះជាច្រើនហើយអញ្ចឹងយើងចូល network នឹងមក network setting អូខេលើ network setting ចូល Wi-Fi បន្ទាប់និយាយរួមក្នុង tele របស់យើងឆ្វេងស្ដាំលើក្រោមគឺយើងប្រើតែប៉ុណ្្នឹងទេអត់មានប្រើអីញ៉ៃញ៉ៃច្រើនទេគឺយើងឆ្វេងស្ដាំលើក្រោមតែប៉ុណ្្នឹងបន្ទាប់ពីចូលហើយបងអូខេលើ Wi-Fi បន្ទាប់ពីអូខេលើ Wi-Fi ខ្ញុំឧទាហរណ៍ថាខ្ញុំចង់ភ្ជាប់ជាមួយនឹង Wi-Fi Mailin នេះអញ្ចឹងនេះខ្ញុំចុច password ខ្ញុំមកហើយចង់ចូលលេខយើងចុចលេខដើម្បីដូរនេះគឺ password យើងនៅលើនឹងតែម្ដងបន្ទាប់មកយើងគូសគ្រីសហើយយើងអូខេ confirm connect ហើយគឺយើងភ្ជាប់ជាមួយនឹង Wi-Fi យើងបានហើយនេះ Bluetooth ទៅបាសបងចូលចុចមកក្រោមវិញមកចូល Bluetooth ទៅបាសទៅ Bluetooth បងឈ្មោះអីអញ្ចឹងបងអូខេលើ Bluetooth នឹងមកយើងអាចភ្ជាប់ជាមួយនឹង Bluetooth នឹងជាការស្រេចតែម្ដងគឺងាយៗមែនតើ